ចាសសួស្តីបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបដំឡើង font ខ្មែរនៅលើកម្មវិធី CapCut បងប្អូនគ្រាន់តែមានកម្មវិធីច្រម Google ជាមួយនឹងកម្មវិធីនេះបន្ទាប់មកយើងចូលទៅវាយពាក្យ font ខ្មែរពេលវាយរួចរាល់ហើយគឺវាចេញបែបនេះអញ្ចឹងយើងជ្រើសរើសមួយទៅដើម្បីចូលទៅមើល font ទាំងអស់គ្នានេះសុទ្ធតែជា font ខ្មែររបស់អញ្ចឹងយើងពេញចិត្ត font មួយណាគឺយើង download font មួយហ្នឹងទៅដើម្បី download បានគឺយើងត្រូវបញ្ចូលវាទៅក្នុង file បន្ទាប់មកយើងត្រូវចូលកម្មវិធី CapCut យើងចុចទៅលើពាក្យ text ហើយស្វែងរកពាក្យ add text បន្ទាប់មកវាចេញបែបនេះយើងជ្រើសរើសយកពាក្យ font បន្ថែមមកបន្ទាប់មកយើងរកពាក្យ my font ពាក្យ my font នេះគឺផ្ទាំងរបស់ខ្ញុំតនេះស្អាតសារតែខ្ញុំអត់តបានបញ្ចូលអញ្ចឹងយើងយកពាក្យ add បន្ថែមមកហើយចុចពាក្យ my font បន្ថែមទៀតទៅរើសរក font ដែលយើងបាន save ទៅក្នុង file អញ្ចឹងខ្ញុំរើសយក font ទាំងអស់នេះបន្ទាប់មកទៀតយើងឃើញនៅខាងស្ដាំដៃយកពាក្យ open នេះ font ដែលយើងបានបញ្ចូលមកមិញអញ្ចឹងយើងសាកមកវាយអក្សរខ្មែរទាំងអស់គ្នាថាមាននៅជាប់ទៀតអត់ពេលដែលយើងវាយហើយគឺយើងឃើញថាអត់មានជាប់ខុសដៃជើងអញ្ចឹងយើងអាចដូរ style ទៅតាម font ដែលយើងស្រឡាញ់ទាំងអស់អញ្ចឹងបងប្អូនស្រឡាញ់ font មួយណា style មួយណាបងប្អូនអាចសាកធ្វើទាំងអស់គ្នាបើមានចំណុចកន្លែងណាអាច comment សួរបានអរគុណ